គម្រោងដំណើរកំសាន្តជាមួយគ្នាគោលដៅសំខាន់និងគោលបំណងសំខាន់របស់យើងគឺយើងចង់នាំយុវជនជាសិស្សភាសាអង់គ្លេសហ្នឹងភ្លក់នៅបទពិសោធន៍ថ្មីក្នុងការធ្វើការងារជាក្រុមឬក៏ការរួមបោះជំរំជាមួយនឹងសិស្សដទៃទៀតយើងយកសិស្សរបស់យើងពីកន្លែងមកគឺពីកពតហើយនឹងភ្នំពេញថ្មីមកជួបគ្នាដើម្បីឲ្យគេស្គាល់គ្នាហើយគោលបំណងដែលធំបំផុតគឺសាបព្រោះនៅដំណឹងល្អអំពីព្រះយេស៊ូវទៅកាន់ពួកគេហើយរីកចម្រើននៅក្នុងសេចក្តីជំនឿជាមួយនឹងព្រះយេស៊ូវហើយនៅក្នុងកម្មវិធីនោះផងដែរគឺយើងចង់ឲ្យពួកគេបានបង្កើតនៅមិត្តភាពហើយនឹងរក្សាចំណងមិត្តភាពរបស់ពួកគេហើយជាពិសេសគឺយើងចង់អភិវឌ្ឍនៅអត្តចរិតតាមរយៈការរៀនការធ្វើការជាក្រុមជាមួយនឹងគ្នាគឺយើងចង់ឲ្យពួកគេបានសប្បាយរីករាយជាមួយនឹងការរៀនហើយនឹងអភិវឌ្ឍនៅអត្តចរិតដើម្បីពួកគេនឹងក្លាយទៅជាអ្នកដឹកនាំវ័យក្មេងរបស់ពួកគេដើម្បីឲ្យសម្រេចគោលបំណងរបស់យើងគឺយើងមានចេតនានោះគឺយើងមានក្រុមអ្នកដឹកនាំរបស់យើងដើម្បីជួយសម្របសម្រួលនៅក្នុងការសិក្សាជាក្រុមហើយក៏មានឱកាសដោយសារតែក្រុម Harvester ទៅជាក្រុមហាត់ការដែលកំពុងតែអភិវឌ្ឍនៅក្នុងភាពដឹកនាំពួកគាត់ហើយកំពុងហាត់ការនៅក្នុងក្រុមជំនុំស្រាប់ហើយមានការភ្ញាក់ផ្អើលមែនទែនដោយក្រុម Harvester បានសហការជួយនៅកម្មវិធីនោះយ៉ាងល្អហើយជាពិសេសឃើញអំពីសេចក្តីស្រឡាញ់ការយកចិត្តទុកដាក់របស់គាត់ជាមួយនឹងកូនសិស្សហើយសប្បាយជាមួយគ្នាហើយគាត់លេងជាមួយគ្នាខ្ញុំឃើញអំពីការរីកចម្រើនក្រុម Harvester ផងដែរហើយពួកគេមានសកម្មភាពមិនថាពេលញ៉ាំបាយក៏ត្រូវចូលរួមជួយជាមួយគ្នាពេលលេងកម្សាន្តក៏ពួកគេត្រូវតែសហការគ្នានៅក្នុងក្រុមតូចពួកគេត្រូវចែកចាយហើយនឹងធ្វើការឆ្លុះបញ្ចាំងផងដែរហើយជាពិសេសគឺផ្ដល់ឱកាសឲ្យពួកគេកសាងនៅអនុស្សាវរីយ៍ជាមិត្តភាពពួកគេបានដំណើរកម្សាន្តជាមួយនឹងធម្មជាតិដែលព្រះអង្គបានបង្កើតដូច្នេះគេរឹតតែស្គាល់ថាតើព្រះជាម្ចាស់ជានរណាដែលបានបង្កើតដល់ពួកគេមកអ្វីដែលយើងឃើញដែលគួរឲ្យចាប់អារម្មណ៍នោះគឺដំបូងឡើយគឺពួកគេមានការខ្មាស់អៀនគេអត់សូវហ៊ានលេងជាមួយគ្នាតែរយៈពេលមួយរសៀលនេះខ្ញុំឃើញថាការប្រស័យតាក់ទងរបស់គេឬក៏របៀបដែលគេនិយាយជាមួយគ្នាការជួយចូលរួមរបស់គេគឺល្អមែនទែនគឺមានភាពសកម្មមែនទែនច្រើនអត់ដែរនិយាយគ្នាទោះរៀនមួយគ្នាក៏ដោយប៉ុន្តែពេលមកនេះបាននិយាយគ្នាច្រើនបានស្គាល់គ្នាច្រើនជាងមុនស្គាល់ដល់អ្នកកពតទៀតអ្នកកពតតំលេងមួយគ្នានឹងមិញហើយគេទទួលបានបទពិសោធន៍ថ្មីមួយពាក់ព័ន្ធទៅនឹងការថ្វាយបង្គំព្រះយេស៊ូវដែលភាគច្រើនធ្លាប់ដែលបានស្គាល់ពីមុនអំពីរបៀបដែលថ្វាយបង្គំព្រះយេស៊ូវហើយពួកគេមានភាពសប្បាយរីករាយជាមួយគ្នាដែរដំបូងពួកគេពិបាកមែនទែនតែក្រោយមកពួកគេបានស្រុះគ្នាធ្វើយ៉ាងស្អាតធ្វើយ៉ាងរលូនពួកគេបានរៀនថាអ្វីក៏ដោយគឺចាប់ផ្ដើមមកពិបាកតែនៅពេលដែលពួកគេធ្វើទៀងទាត់ធ្វើដោយភ្ជាប់ភ្ជួនពួកគេនឹងមានការរីកចម្រើនហើយធ្វើបានយ៉ាងល្អជាទីបំផុតនៅពេលដែលខ្ញុំមកដំបូងខ្ញុំគិតថាវាគ្រាន់តែការដើរលេងចេញពីក្រៅហ្នឹងហើយយើងទៅដើរលេងជុំវិញហ្នឹងហើយមកវិញយើងញ៉ាំអីចឹងប៉ុន្តែជាក់ស្ដែងយើងទទួលបានបទពិសោធន៍ថ្មីច្រើនសប្បាយប្លែកដោយសារតែវាជាលើកទី1របស់ខ្ញុំ and yeah get new experience from បងហើយជាពិសេសនោះគឺបានស្វែងយល់ពីព្រះយេស៊ូវគ្រីស្ទ change my perspective 360 degree មកលក្ខណៈថាវាខុសគ្នាដាច់ការឮគេនិយាយពីមនុស្សមួយទៅមនុស្សមួយដាច់ឆ្លាស់ហ្មងដោយសារតែពេលដែលខ្ញុំឮគេនិយាយហ្នឹងគេនិយាយខុសពីការដែលរៀនយើងមានសភៅមួយនិយាយអំពីព្រះជាម្ចាស់គឺយើងទទួលបានសភៅនោះក្នុងការយកមកអានយកមកអនុវត្តមានទាំងខគម្ពីរនៅក្នុងទៀតផងព្រះអង្គគឺអស្ចារ្យទ្រង់អស្ចារ្យគាត់ real គាត់ជាគាត់មានសេចក្តីពិតមានភាពខុសគ្នាច្រើនគាត់ពិតជាមានអារម្មណ៍ថាឆេះឈួរជាមួយនឹងព្រះអង្គមែនតើខ្ញុំជឿថាគាត់មកទីនេះមិនមែនជាការចៃដន្យទេគឺព្រះជាម្ចាស់បានត្រាស់ហៅគាត់ឲ្យមកដើម្បីស្គាល់ព្រះអង្គថែមទៀត